សុស្ដីបងប្អូនចិត្តទីគោរពនិងចិត្តទីរាប់អានបាទក្នុងពេលនេះខ្ញុំបាទកំពុងតែស្ថិតនៅវត្តមជ្ឈិមរាមជ្រោយទុំចាស់សង្កាត់លេខ10ទីក្រុងសុកកាំងនៃខេត្តសុកតាំងបាទក្នុងឱកាសនេះខ្ញុំបាទឆ្លៀតឱកាសដើម្បីមកបន្តផ្ដិតរូបភាពនៅការផលិតទូកង័រក្តារបាទក្រោយពីលោកតាជាងខុនប៉ុនលីបាទខុនប៉ុនលីដែលកាត់អញ្ជើញមកពីស្រុកខ្មែរបានមកផលិតទូកង័រលុងនៅវត្តមជ្ឈិមរាមជ្រោយទុំចាស់ឥឡូវគណៈកម្មការក៏បានឲ្យកែជួសជិលនៅទូកង័រក្តារចាស់បាទដែលជាគេដំណើររបស់អតីតព្រះចៅអធិការវត្តមជ្ឈិមរាមគឺព្រះឧបជាលីដេងបាទឥឡូវមកដំណើរការផលិតមកដល់ថ្ងៃនេះគឺក្រុមបេជាងបាទកំពុងតែដំណើរការដាក់កង់បាទចាប់កង់ជាបណ្ដាហើយនៅទូកង័រក្តារនឹងបាទនេះគឺសកម្មភាពរបស់កងកម្លាំងបេជាងហើយក៏ដូចជាកូនជាងកំពុងតែមមាញញាប់ដៃញាប់ជើងបាទកំពុងតែចាប់ប៊ូឡង់បន្តឹងនៃកង់ទូកង័របាទនេះគឺជារូបភាពទូកង័រចាស់ដែលគណៈកម្មការក៏ដូចជាព្រះសង្ឃបានឯកភាពឲ្យកែជួសជិលឡើងនៅទូកង័រចាស់ដើម្បីចូលរួមក្នុងពិធីបិណ្ឌអកអំបុកប្រណាំងទូកង័រនៅខេត្តសុកតាំងឆ្នាំ2025នេះបាទឲ្យលុយបាទឥឡូវបងកាត់ជំនួយខាងចាប់កង់បាទកាត់ស្វានហើយស្វានដើម្បីចាប់ប៊ូឡង់កង់នីមួយទៅតាមតួមេទូកបាទកំពុងតែប្រចិតផ្ចង់បាទជាងកំពុងតែប្រចិតផ្ចង់ចាប់វាស់នៅតាមបណ្ដោយតួមេទូកបាទនេះបងកាត់នៅចិត្តខាងហើយក៏ដូចជាកូនច្រវានៃវត្តជ្រោយទុំចាស់ហ្នឹងកាត់ថ្ងៃណាក៏ជាខិតខំមកតាមដានក៏ជំនួយការដូចជាចាប់កន្លែងណាកិច្ចការណាស្រាលក៏ធ្វើបានក៏ចេះតែមកជួយបាទពីចាប់កង់ចាប់បឡងអីកន្លែងណាក៏ធ្វើបានក៏ចេះធ្វើចឹងទៅដូចជាព្យាយាមក៏ដូចជាឧស្សាហ៍ដើម្បីចង់ឲ្យចេះនៅខាងវិស័យកីឡាខាងបោះទូកង័រចឹងបាទថ្ងៃណាក៏កាត់ឆ្លៀតឱកាសដើម្បីមកចូលរួមបាទគឺកន្លែងណាពីចាប់កង់លើកក្តារកន្លែងណាក៏ធ្វើបានក៏ចេះតែជួយធ្វើកំបាច់កំប៉ុកបាទនិយាយរួមថាជួយធ្វើកំបាច់កំប៉ុកទៅដល់ក្រុមជាងបាទសូមជម្រាបថាទូកង័រវត្តមជ្ឈិមរាមជ្រោយទុំចាស់ហ្នឹងទូកង័រលុងហ្នឹងមានបណ្ដោយប្រមាណជា31ម៉ែត្រហើយចំណែកទូកង័រក្តារវិញដែលកំពុងតែកែជួសជិលឡើងវិញហ្នឹងគឺមានវែងជាងបន្តិចប្រហែលជា32ម៉ែត្រជាងបាទនេះគឺបងប្អូនទស្សនវិជ្ជាដែលបងប្អូននាថ្ងៃរសៀលក្រោយពីឆ្លៀតចេញពីប្រកបកិច្ចការនៅតាមរោងចក្រក៏ដូចជាតាមស្ថាប័នមួយចំនួនបងប្អូនក៏ឆ្លៀតឱកាសតែងមកតាមដានអំពីសកម្មភាពនៃក្រុមជាងផលិតទូកង័រនៅនាវត្តមជ្ឈិមរាមជ្រោយទុំចាស់បាទសូមអញ្ជើញបងប្អូនមកតាមដានអំពីសកម្មភាពក្រុមជាងដំណើរការបោះទូកក៏ដូចជាការជួសជិលទូកង័រឡើងវិញបាទបាទបងប្អូននេះជាងកំពុងតែសកម្មភាពយកឧបករណ៍ភឹងបាទយកឧបករណ៍ភឹងហ្នឹងមកច្រាស់នៅកង់ទូកបាទគឺការច្រាស់បើនៅស្រុកយើងណានេះគេហៅថាដឹងឬហៅថាចប់គប់ប៉ុន្តែជាងគឺនេះឧបករណ៍នេះហៅថាភឹង
បងកាត់ដែលជាងនឹងគាត់កំពុងតែអាកងទូកឬកច្រាស់កងទូករួចហ្នឹងឥឡូវនឹងកំពុងតែដំណើរការខាត់ធ្វើម៉េចឲ្យកងទូកនឹងឲ្យបានរលីងបាទឲ្យបានរលីងរួចហើយបានកាត់ត្រឡឹងទៅជាដូចជាមានគែមបាទត្រឡឹងធ្វើម៉េចឲ្យស្អាតមើលទៅតាទៀតទៅឃើញរលីងបាទបាទនេះជាងកំពុងតែត្រឡឹងនិងខាត់កងទូកបាទនេះគឺសកម្មភាពគាត់កំពុងតែត្រឡឹងដងកង់បាទត្រឡឹងកងទូកបាទហើយចំណែកបងនៅខាងនេះវិញគាត់ប្រញាប់ដៃប្រញាប់ជើងកំពុងតែតឹងបឡងបាទឲ្យធ្វើយ៉ាងណាឲ្យកងទូកនឹងមានសន្តានក៏តតាមຂະຫນາດដែលមានជាងកដាក់ឲ្យបាទព្រោះថាបងប្អូនឮដំណឹងថាក្រុមជាងដែលអញ្ជើញមកពីស្រុកខ្មែរមកបោះទូកនៅទីនេះគឺថ្ងៃណាក៏មានបងប្អូនមកចូលរួមយ៉ាងច្រើនកកតាមដានអស់ពីម្នាក់ទៅម្នាក់មានលោកតាមួយចំនួនហ្នឹងគាត់តាំងពីជាងមកគាត់តាមដានពីចាប់ផ្ដើមពីដំណើរការរលំឈើព្រោះរលំឈើរហូតនឹងបោះបណ្ដើរហូតគឺថ្ងៃណាក៏គាត់តែងតែឆ្លៀតឱកាសមកពីកន្លះម៉ោងទៅដល់2ម៉ោងគាត់ចិត្តតែឈរចិត្តតែតាមដានក៏ដូចជាវិភាគពីរៀងទុកងัวនេះមានបោះទៅឃើញរៀងស្រាវស្អាតនេះចេះចោះបាទសូមជម្រាបលា